ចឹងវីដេអូខ្ញុំថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបដំឡើង GPS សម្រាប់យកទៅបង្កើត account Facebook នៅក្រៅប្រទេសបានន័យថានៅខ្មែរយើងក៏អាចបង្កើត account admin ក្រៅប្រទេសកាន់ page រលុយពី Facebook បានដែរអញ្ចឹងជាដំបូងបងប្អូនចូលមកក្នុង Play Store របស់ក្នុងទូរស័ព្ទដៃរបស់បងប្អូនមកបាទបន្តមកទៀតបងប្អូនចុចពាក្យថា search កន្លែងនេះបងប្អូនចុចពាក្យ search មកបាទជាភាសាអង់គ្លេសបងប្អូនដាក់ថា fake GPS នេះបងប្អូន fake GPS map នេះបាទចូលមកនេះបងប្អូនមាន2អាលើនេះក៏បានហើយអាក្រោមនេះក៏បានទូរស័ព្ទបងប្អូនអាចដំឡើងបានមួយណាបងប្អូនដំឡើងមកមួយហ្នឹងមកសម្រាប់ខ្ញុំគឺវាដំឡើងបានហើយនេះខ្ញុំយកសញ្ញារូបតុក្កតានេះមកបាទបន្ទាប់ពីបងប្អូនដំឡើងវាបានមកហើយបាទនេះវានឹងចេញរូបភាពបែបនេះបាទនេះបន្ទាប់ពីបងប្អូនដំឡើងបានរួចហើយបងប្អូនចូលទៅក្នុង setting ជាមុនសិនបាទចូលក្នុង setting មកបន្ទាប់មកទៀតបងប្អូន scroll ឡើងលើទៅរកពាក្យ about phone បាទនេះ about phone បាទទៅចូលមកបាទបន្ទាប់មកទៀតបងប្អូននេះរកពាក្យថា version នេះបាទនេះ version បងប្អូនចុចឲ្យជាប់ 4-5 ដងមកបាទចុចឲ្យចេញពាក្យថា developer mode នេះមកនេះបាទខាងក្រោមនេះបន្តមកទៀតបងប្អូន search ពាក្យថា developer បាទ developer option បាទនេះបងប្អូនពាក្យថា developer option បាទចុចចូលមកវានឹងចេញទម្រង់បែបនេះហើយបងប្អូនរួចហើយបងប្អូន scroll ឡើងលើបាទ scroll ឡើងលើរហូតបាទបងប្អូននឹងឃើញពាក្យថា select mode location app នេះបងប្អូនចុចចូលមកបងប្អូនចុចលើអានេះ fake GPS នេះមកបាទឥឡូវយើងបានដាក់កំណត់ក្នុង setting រួចរាល់ហើយចឹងយើងចេញទៅវិញបងប្អូនចូលមកបាទចូលក្នុង app មកបន្ទាប់មកទៀតបងប្អូនចង់ដាក់ទៅនៅក្រៅប្រទេសបងប្អូនចង់ដាក់នៅប្រទេសណាឥឡូវខ្ញុំបង្ហាញពីរបៀបដាក់នៅក្នុងប្រទេសថៃឲ្យបងប្អូនមើលបាទឲ្យបងប្អូនងាយយល់បាទបងប្អូនយកមកបាងកកមកបាទសម្រាប់ខ្ញុំចង់ដាក់ទីតាំងនៅកន្លែងនេះបាទឥឡូវខ្ញុំចុច play បាទបន្ទាប់ពីចុច play ហើយយើងទៅកំណត់វាម្ដងទៀតបាទកំណត់នៅកន្លែងត្រី3នេះមកបាទបន្តមកទៀតបងប្អូនយកអាកន្លែងនេះ add favorite នេះបន្ទាប់មកបងប្អូនត្រូវទៅសេកំណត់វាថានៅថៃចឹងទៅបាទនៅថៃចុច OK មកបាទបន្ទាប់មកទៀតបើសិនណាជាវាដើរបានន័យថា map ហ្នឹងដើរទៅនេះទៅនោះអត់ស្គាល់ទីតាំងគឺថាវានៅបែបនេះវាដើរអញ្ចឹងបងប្អូនចុចមកកន្លែងត្រី3ខាងនេះវិញមកបាទរួចហើយបងប្អូនយកអាកន្លែងខាងលើនេះកាយនេះចុចចូលមកបន្តមកទៀតបងប្អូននឹងឃើញកន្លែងដែលបងប្អូនបានកំណត់អំបញ្ញមិញនេះបាទនេះនៅថៃហ្នឹងបាទចុចមកវានឹងរត់មកដល់អាកន្លែងដែលយើងបានកំណត់នឹងវិញហើយអញ្ចឹងយើងចុច play កន្លែងនេះមកបាទឃើញទេបាទហើយយើងចូលទៅក្នុង setting បាទយើងអូសការកំណត់ការជូនដំណឹងពីលើចុះក្រោមមករបស់ទូរស័ព្ទរបស់បងប្អូនបន្ទាប់មកទៀតបងប្អូននឹងឃើញពាក្យថា location service នេះហើយនេះចុចចូលឲ្យជាប់មកបាទបន្ទាប់មកទៀតបងប្អូនមកបិទ
កន្លែងនេះមកជួរនេះមកជួរក្រោមនេះបាទបិទវាអស់កុំបើកវាសោះបាទបិទវាអស់ចឹងមកបាទបិទវាបាទ location service នេះក៏បិទដែរបាទបិទវាអស់កុំបើកវាសោះបាទបន្ទាប់ពីបងប្អូនបានបិទ4 5នៅខាងក្រោមនេះហើយបាទអញ្ចឹងយើងចេញទៅវិញយើងទៅរក map មើលតើថាយើងបានកំណត់ GPS ទៅនៅក្រៅប្រទេសហើយឬនៅបាទចូល map មកបាទនេះបងប្អូន map យើងគឺនៅក្រៅប្រទេសបាទបាទនេះយើងមកនៅបាងកក Thailand ហើយបងប្អូនបាទឥឡូវយើងមកមើលមកនេះបាទនេះឥឡូវរបៀបដំឡើង GPS គឺយើងបានធ្វើរួចរាល់ហើយបាទវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបប្រើប្រាស់ VPN វិញម្ដង